ស្ដីអ្នកគ្នាវីដេអូនេះខ្ញុំមកបង្រៀនអ្នកគ្នាអំពីការកំណត់ storage នៅលើ Windows Server ចំណុចទី1ខ្ញុំបង្រៀនអ្នកគ្នាពីហើយអ្នកគ្នាអំពីការ install file server resource manager កំណត់ size នៅលើ folder directory កំណត់នៅលើ user folder ហើយនឹងការដក permission ដូចជា copy image video sound ឬក៏ file exe នៅលើ folder ឥឡូវនេះយើងចូលទៅដល់ Windows Server មុននឹងយើងទៅដល់ការ add role and feature យើងធ្វើការបង្កើត folder សិននៅត្រង់ចំណុច user data នេះអ្នកគ្នាអាចបង្កើត folder តូចៗមួយទៀតក៏បានដែរដូចជាឈ្មោះរបស់ user ហ្នឹងคลิกត្រង់នេះបាទឥឡូវនេះយើង install បានជោគជ័យហើយចូលពាក្យ tool file server resource manager ហើយអ្នកនរគ្នានឹងឃើញពាក្យ quota management បើអ្នកនរគ្នាคลิกនៅលើ quota template អ្នកនរគ្នានឹងឃើញចំនួន GB ដែលគេកំណត់ហើយស្រាប់ដែលជា template ដែលគេបង្កើតហើយស្រាប់ឥឡូវនេះខ្ញុំសូមបង្កើតថ្មីយើង browse ទៅកាន់ folder ដែលយើងចង់កំណត់ហ្នឹងคลิกលើពាក្យ create quota on path ហើយនៅតាមចំណុចនេះអ្នកគ្នាអាចកំណត់បានខ្ញុំសូមយកមក MB ហើយយើងបង្កើតមួយទៀតចំពោះ folder ចំពោះ user បាទឥឡូវនេះយើងបង្កើតបានជោគជ័យចូលមកដល់ចំណុចចុងក្រោយគឺការកំណត់ permission ទៅលើ folder អ្នកនរគ្នាឃើញពាក្យមាន file screening management file group វា double click មកអ្នកនរគ្នាឃើញពាក្យ file group ហើយអ្នកនរគ្នាអាចដាក់ឈ្មោះបានខ្ញុំសូមដាក់ block media and exe
ហើយកន្លែងនេះវាមាន file to include និង file to exclude បានន័យ file to include នោះបានន័យយើងដាក់ file ណាដែលយើងចង់បិទមិនឲ្យ user copy បានចំពោះ file to exclude នេះបានន័យថាយើងកំណត់ file ណាដែលអាចឲ្យ user គាត់ copy បានបាទឥឡូវនេះយើង add file ដែលយើងចង់បិទមិនឲ្យ user copy បានរួចរាល់ហើយយើងคลิกនៅលើពាក្យ OK តោះមកអ្នកគ្នាចូលមកពាក្យ file screen right click create file screen ហើយនៅត្រង់ចំណុចនេះអ្នកគ្នា browse ទៅកាន់ folder ណាដែលអ្នកគ្នាចង់បិទខ្ញុំសូមលើកពាក្យ share data ហើយ click លើពាក្យ define custom file screen property ហើយយើងរកពាក្យ block media and exe ដែលយើងបានដាក់ឈ្មោះមិញហ្នឹងអូខេតាមនេះយើងដាក់ពាក្យឈ្មោះអីឈ្មោះទៅឈ្មោះ template របស់យើងបាទឥឡូវនេះយើងបង្កើត template បានរួចរាល់ហើយ block media បាទឥឡូវនេះវីដេអូរបស់ខ្ញុំជិះមកដល់ទីបញ្ចប់សូមអរគុណអ្នកគ្នាសម្រាប់ការតាមដានវីដេអូ